អ្នកទាំងអស់គ្នាមានដូចខ្ញុំមកចេះចាំចេះចាំចោះចាំដល់ពេលនេះចាំដល់ពេលនោះចាំដល់យើងជោគជ័យចាំធ្វើវាចាំយើងរៀនចេះចាំប្រាប់ទៅដល់គេថាមិនអញ្ចឹងណាបើខ្ញុំវិញខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពីបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់នៅក្នុងអាយុ18ឆ្នាំទៅ22ឆ្នាំកំឡុងពេលដែលយើងរៀននៅសាកលវិទ្យាល័យខ្ញុំគិតថាខ្លួនឯងខ្ញុំចាំថាចាំអញរៀនចប់ហ្មងចាំប្រាប់គេតែពេលក៏មានអារម្មណ៍មួយទៀតថាចុះបើសិនជាសិស្សដែលថ្មីឡើងមកគ្នាអត់ដឹងអញ្ចឹងគ្នាធ្វើមកយើងអូខេអញ្ចឹងខ្ញុំក៏ប្រាប់ខ្លួនឯងថាបើយើងមិនចាប់ផ្ដើមធ្វើវាយើងមិនដឹងខ្ញុំក៏សម្រេចចិត្តធ្វើវានៅក្នុងពេលឥឡូវហ្នឹងនៅក្នុងកំឡុងពេលហ្នឹងយើងត្រូវវិនិយោគទៅលើ2ចំណេះដឹងនិងជំនាញមិនបានខ្ញុំថាវិនិយោគទៅលើវាដោយសារតខ្ញុំក៏មាន experience ផ្ទាល់មានបទពិសោធន៍ផ្ទាល់ហើយនៅសង្គមជាក់ស្ដែងក៏ធ្វើឲ្យយើងឃើញខ្លះដែរមាននិស្សិតមួយចំនួនដែលគាត់រៀនចប់ហើយអត់ទាន់មានការងារធ្វើហើយមាននិស្សិតមួយចំនួនទៀតដែលគាត់រៀនចប់ហើយគឺគាត់អត់មានបទពិសោធន៍ទៅក្នុងការធ្វើការងារនៅពេលហ្នឹងគឺគាត់ទៅធ្វើការបានលុយតិចបានប្រាក់ខែតិចគាត់ចាប់តាមចំណាយនឹងជាគេអញ្ចឹងមូលហេតុអីខ្ញុំគិតថាមកពីកត្តាពីរហ្នឹងមកចំណេះដឹងនិងជំនាញចំណេះដឹងយើងគិតថាយើងចង់ចេះអីគឺយើងរៀននឹងទៅឲ្យតែយើងឆ្លាញ់វាពិតប្រាកដដូចជាយើងចង់ចេះភាសាចិនភាសាអង់គ្លេសយើងចង់រៀនច្បាប់រៀនកុំព្យូទ័ររៀន IT graphic design ហ្នឹងស្រេចតែចិត្តយើងដែលយើងចង់រៀននេះហើយយើងចាប់ផ្ដើមរកសាលារៀនដើម្បីទៅរៀនអីចឹងទៅហើយត្រូវសួរខ្លួនឯងថារៀនធ្វើម៉េចឆាប់ចេះដឹងហើយយល់ពីវាអញ្ចឹងយើងត្រូវរកវិធីសាស្ត្រឲ្យត្រូវយើងអាចសួរមិត្តភ័ក្តិយើងដែលគេរៀនប៉ាកែយើងអាចសួរពីវិធីសាស្ត្រគេរៀនមិនបានគេឆាប់យល់គេឆាប់ចេះគេអនុវត្តមិនគេធ្វើមិនអញ្ចឹងឬក៏យើង research តាម YouTube ថារបៀបរៀនវានឹងរៀនមិនបានឆាប់ចេះហើយយើងត្រូវធ្វើមិនចំណាយពេលលើវាមិនម៉ោងនាទីបានដើម្បីរៀនទៅឆាប់យល់ឆាប់ចេះអញ្ចឹងណាយ៉ាបន្តមកទៀតយើងត្រូវវិនិយោគទៅលើជំនាញជំនាញហ្នឹងបានមកពីណាយើងអាចចូលទៅក្នុងការ intern ឬក៏ការងារស្ម័គ្រចិត្តតាមសាលាតាមអង្គការតាម organization ឬក៏តាមក្រសួងបើអ្នកទាំងអស់គ្នាពិបាករកគឺអាចសួរតាមរយៈមិត្តភ័ក្តិឬក៏សាស្ត្រាចារ្យក៏ប្រេននៅសាកលវិទ្យាល័យឬក៏តាមដាន page Facebook របស់ក្រសួងដែលគាត់ផុសឬក៏ app ដែលយើងមានគេផុសរើសអីអញ្ចឹងណាយើងអាចចូលធ្វើការងារស្ម័គ្រចិត្តក៏បានហើយមួយទៀតយើងអាចរកការងារផ្សេងទៀតដែលយើងស្រឡាញ់ក៏បានមិនថាប្រាក់ខែតិចក្តីច្រើនក្តីសំខាន់យើងចូលទៅមុនដំបូងគឺយើងមានបទពិសោធន៍គឺយើងចង់បានបទពិសោធន៍ចង់ដឹងថាការងារហ្នឹងគេធ្វើម៉េចគេធ្វើរបៀបម៉េចអូខេហើយយើងចាប់ផ្ដើមរៀនស្គាល់ពីមនុស្សហ្នឹងម៉េចមនុស្សហ្នឹងគេនិយាយរបៀបម៉េចបានត្រូវគ្នាយើងចាប់ផ្ដើមស្គាល់ពី communication អីដែរបន្ទាប់មកនៅពេលដែលយើងយល់ដឹងពីចំណេះដឹងយើងមានចំណេះដឹងហើយយើងមានជំនាញយើងប្រកាសជាមានអធិភាពខ្ពស់នៅក្នុងការស្វែងរកការងារដែលមានប្រាក់ខែច្រើនជាងហ្នឹងឬក៏ការងារដែលយើងស្រឡាញ់ហើយយើងចង់ធ្វើវាហើយមានប្រាក់ខែខ្ពស់ទៅការងារដែលយើងស្រឡាញ់អញ្ចឹងយើងមានអធិភាពខ្ពស់ជាងគេនៅក្នុងការដាក់ CV ទៅដោយសារតែយើងមានចំណេះដឹងហើយយើងមានជំនាញមានថាយើងមានចំណេះដឹងខាងហ្នឹងហើយយើងមានបទពិសោធន៍ខាងវាទៀតបើសិនជាអ្នកទាំងអស់គ្នាមានតាចំណេះដឹងហើយទៅដាក់នៅការងារហើយឥឡូវឧទាហរណ៍ថាយើងមានចំណេះដឹងហើយយើងអត់មានបទពិសោធន៍ទេយើងទៅចង់ធ្វើការងារមួយហ្នឹងដល់ពេលគេមានចំណេះដឹងហើយគេមានបទពិសោធន៍ទៀតអញ្ចឹងសួរថាអធិភាពដែលខ្ពស់នេះដែលជាប់នេះគឺប្រកាសជាអ្នកដែលមានបទពិសោធន៍ទេដែលគេជាប់ត្រូវអត់ហ្នឹងហើយអញ្ចឹងកុំឆ្ងល់ថាមូលហេតុអីដែលសិស្សពេលខ្លះរៀនចប់នៅសាកលវិទ្យាល័យហើយចេញទៅរកការងារធ្វើទៅជាចាញ់អ្នកដែលគាត់រៀនអត់តន់ចប់ហើយគាត់ទៅរកការងារធ្វើហើយគាត់មានបទពិសោធន៍គាត់ទៅជាប់អញ្ចឹងទៅហើយអ្នកខ្លះទៀតរៀនចប់ហើយទៅបានប្រាក់ខែតិចហើយតូចចិត្តទៀតវិញអញ្ចឹងចឹងបញ្ហាហ្នឹងដែលជួបច្រើននៅក្នុងសង្គមអញ្ចឹងបានខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងហើយត្រៀមខ្លួននៅក្នុងការធ្វើវាកុំអន់ចិត្តថាមិនក៏ជីវិតអញពិបាកម៉េះមិនក៏ជីវិតអញក្មេងសោះមិនក៏អញពិបាកហត់នឿយអញ្ចឹងកុំតូចចិត្តនឹងវាសនាបើសិនជាយើងអត់ពិបាកថ្ងៃហ្នឹងទេទៅថ្ងៃខាងមុខយើងនឹងពិបាកអី
ហើយបើសិនជាយើងធ្វើអ្វីដែលគិតថាវាស្រួលហូបវានឹងខ្លាយទៅជាទម្លាប់ដល់ពេលវាចូលទៅដល់ថ្ងៃមួយនោះវាត្រូវប្របាកយើងចាប់ផ្ដើមប្របាកនៅក្នុងការបត់បែនជីវិតរបស់យើងឯងដូចអ្នកខ្លះថា10000ចែកបានមួយអាទិត្យចាប់ផ្ដើមឆ្ងល់ហើយត្រូវគាត់ថាជុំ10000ចែកបានមួយអាទិត្យលយមែនវិញគេទិញអីខ្លះគេស៊ីអីខ្លះមិនក៏គេចាយបាននេះមែនអូខេតាមពិតទៅបើសិនជាយើងធ្លាប់ចាយវាធ្លាប់អត់យើងក៏ចិត្តហើយមួយទៀតខ្ញុំក៏ចាប់ផ្ដើមរៀនស្វែងយល់ពីខ្លួនឯងដែរគឺខ្ញុំចូលចិត្តធ្វើវីដេអូប៉ុន្តែខ្ញុំចាំរហូតខ្ញុំថាអូចាំខ្ញុំខ្លាចជាអ្នកដែលចេះដឹងម្នាក់អ្នកដែលជោគជ័យម្នាក់អ្នកដែលមានលុយមានឡានមានផ្ទះម្នាក់ចាំខ្ញុំធ្វើចែករំលែកអាហ្នឹងមិនគេជឿតែខ្ញុំគិតថាបើខ្ញុំមិនចាប់ផ្ដើមពីឥឡូវទៅខ្ញុំមិនដឹងហើយណាមួយទៀតខ្ញុំស្រឡាញ់ខាងនឹងដែរនៅពេលដែលខ្ញុំធ្វើវីដេអូហើយខ្ញុំមានអារម្មណ៍ថាអូខ្ញុំសប្បាយចិត្តម៉ែដោយសារតើខ្ញុំគិតថាខ្ញុំបានចែករំលែកទៅអ្នកទាំងអស់គ្នានៅអ្វីដែលល្អនៅអ្វីដែលវាជួបពិតជាក់ស្ដែងខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាគិតថាវាល្អក៏យកទៅបើថាអត់ល្អទេក៏បោះវាចោលទៅតែបើមានកន្លែងណាខុសឆ្គងក៏ comment ប្រាប់មកតាមនឹងមកខ្ញុំនឹងកែវា step by step អញ្ចឹងណាចាបងដែលចង់តែកាហ្វេគ្រាប់ឬកាហ្វេម្សៅអាចយកចាប់ពីកន្លះគីឡូឡើងទៅ free សេវាដឹកចំពោះបងដែលនៅទីតាំងភ្នំពេញ